សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី Dagens.com ហើយនៅក្នុងសារព័ត៌មាននេះផងដែរគឺនិយាយអំពីការបែកធ្លាយរឿងសម្ងាត់របស់ប្រធានាធិបតីពូទីនឬក៏ប្រទេសរុស្ស៊ីដែលមានការពាក់ព័ន្ធជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយនៅក្នុងសារព័ត៌មាននេះបាននិយាយថាកិច្ចព្រមព្រៀងលេចធ្លាយលោកពូទីនបានចំណាយមាសនឹងគឺ4តោនសម្រាប់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ហើយបើយោងទៅតាមឯកសារដែលទទួលបានដោយក្រុមអ្នកស្រាវជ្រាវគេហៅ C4ADS ដែលមានមូលដ្ឋាននៅទីក្រុង Washington បានឲ្យដឹងថាប្រទេសរុស្ស៊ីគឺបានចំណាយមាសរហូតដល់ទៅ4តោន4តោនណាក្នុងឆ្នាំ2023ហើយសម្រាប់ដោះដូរយកនៅយន្តហោះគ្មានមនុស្សបើកដែលមានឈ្មោះថា Shahed 136ការបង្ហាញបានបំភ្លឺអំពីរបៀបដែលទីក្រុងមូស្គូត្រូវបានដាក់ទណ្ឌកម្មដោយអន្តរជាតិហើយធ្វើរបៀបនេះគឺដើម្បីគេចចេញអំពីការដាក់ទណ្ឌកម្មអន្តរជាតិហើយដោយបានរក្សានៅការផ្គត់ផ្គង់នៅអាវុធដែលយកចេញពីប្រទេសអ៊ីរ៉ង់ហើយកិច្ចសន្យា2ដែលបានចុះនៅថ្ងៃទី16ខែមីនាហើយនិងថ្ងៃទី5ខែមេសាហើយមួយទៀតក៏បានបង្ហាញថារុស្ស៊ីគឺបានផ្ទេរមាសនោះយ៉ាងតិច 1.8 តោននិងអាចមានមាសនឹងគឺលើសពី2តោនបន្ថែមទៀតទៅឲ្យក្រុមហ៊ុនអ៊ីរ៉ង់ Sahara Thunder ដែលជាតួអង្គដ៏សំខាន់នៃបណ្ដាញផលិតយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ហើយការដឹកជញ្ជូនលើកដំបូងហ្នឹងគឺមានតម្លៃ$104 លានដោយផ្អែកទៅលើកិច្ចព្រមព្រៀងសរសេរដោយដៃផ្ទាល់នេះបើរៀបរាប់លម្អិតអំពីការចែកចាយមាស$1,788,402.2 ក្រាមនៅក្នុងតម្លៃ$58.32 សេនក្នុង1ក្រាមហើយកញ្ចប់ទី2ដែលសរុបនោះគឺជាង2លានក្រាមត្រូវបានលើកឡើងនៅក្នុងឯកសារដាច់ដោយឡែកមួយផ្សេងទៀតហើយទោះបីជាការដឹកជញ្ជូនរបស់វានឹងគឺនៅតែមិនទាន់បានគេស្រាវជ្រាវរកឃើញដោយពិតប្រាកដក៏ដោយហើយកិច្ចព្រមព្រៀងនេះគឺត្រូវបានគេរាយការណ៍ថាគឺបានចងភ្ជាប់ទៅនឹងតំបន់សេដ្ឋកិច្ចពិសេស Alabuga នៅក្នុងតំបន់ Talastan របស់ប្រទេសរុស្ស៊ីហើយដែលជាកន្លែងដែលគេប្រមូលយកនៅយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់នោះគឺទៅដាក់មួយកន្លែងដ៏ធំមួយនោះក្រុមអ្នកស៊ើបអង្កេត C4ADS បាននិយាយថាការប្រើប្រាស់មាសនេះគឺបានអនុញ្ញាតឲ្យប្រទេសទាំងពីរគេចចេញអំពីការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុដែលតាក់ទងទៅនឹងទណ្ឌកម្មរបស់អន្តរជាតិជាពិសេសហ្នឹងគឺពាក់ព័ន្ធទៅនឹងប្រតិបត្តិការប្រាក់ដុល្លារនោះតែម្ដងមាសផ្ដល់នៅភាពអនាមិកកាន់តែច្រើនហើយក៏មានផលវិបាកនៅក្នុងការតាមដានផងដែរប៉ុន្តែមាសមិនមែនជាវិធីសាស្ត្រតែមួយគត់នោះទេដែលប្រទេសរុស្ស៊ីហើយនិងអ៊ីរ៉ង់ដែលត្រូវបានប្រើប្រាស់នោះហើយរបាយការណ៍នេះក៏បានចង្អុលទៅប្រតិបត្តិការដែលធ្វើឡើងនៅក្នុង UAE Durham តាមរយៈធនាគារនៅក្នុងទីក្រុងឌូបៃដោយប្រើប្រាស់តំបន់សេដ្ឋកិច្ចសេរីរបស់អារ៉ាប់រួមនិងការត្រួតពិនិត្យហិរញ្ញវត្ថុបន្ធូរបន្ថយដើម្បីផ្លាស់ទីដើមទុនដោយប្រុងប្រយ័ត្នហើយនៅក្នុងករណីមួយផ្សេងទៀតហើយក៏មានការលេចធ្លាយនៅអ៊ីមែលពីបុគ្គលិកនៅ SAS ដែលជាក្រុមហ៊ុនរបស់អ៊ីរ៉ង់ដាច់ដោយឡែកមួយក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផងដែរហើយការស្នើសុំរូបិយប័ណ្ណគ្រីបតូកំពុងត្រូវបានពិចារណាសម្រាប់ការទូទាត់រួមទាំងការប្រើប្រាស់ USDT ដើម្បីរ៉ាប់រងសេវាកម្មនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចឆ្នាំ2023របស់ប្រធានាធិបតី Belarus Alexander ទៅកាន់ទីក្រុង Tehran ហើយចំណែកឯក្រុមហ៊ុន Sahara Thunder
ដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកនៅក្នុងខែមេសាឆ្នាំ2024ហើយសម្រាប់ជំនួយយោធារបស់អ៊ីរ៉ង់និងការនាំចេញយន្តហោះគ្មានមនុស្សបាងទៅកាន់ប្រទេសរុស្ស៊ីឥឡូវនេះគឺត្រូវបានគេរាយការណ៍ថាកំពុងតែស្ថិតនៅក្រោមការរំលាយចោលគឺមានន័យថាក្រុមហ៊ុន Sahara Thunder នឹងគឺត្រូវបានគេរំលាយចោលឬក៏រំលាយខ្លួនឯងហើយទោះជាយ៉ាងណាក៏ដោយបើយោងទៅតាមសារព័ត៌មាន The Washington Post បានរាយការណ៍ថាក្រុមហ៊ុននេះនឹងបន្តបង្កើនថ្មីទំនងជានឹងលេចឡើងនៅក្រោមឈ្មោះថ្មីដើម្បីបន្តប្រតិបត្តិការរបស់ខ្លួននោះបន្តទៀត